សម្រាប់ព័ត៌មានអន្តរជាតិនៅថ្ងៃនេះទាក់ទងនឹងយោធាក៏ដូចជានយោបាយអន្តរជាតិដ៏តានតឹងនោះគឺកំពុងតែធ្វើឲ្យពិភពលោកនោះបានតាមដានយ៉ាងជិតស្និទ្ធគឺថ្ងៃនេះមិនមែនប្រទេសអាមេរិកឬក៏ប្រទេសអារ៉ង់នោះទេប៉ុន្តែគឺជាប្រទេសបារាំងដែរតែម្ដងដែលបានសម្រេចបញ្ជូននាវាដែលផ្ទុកយន្តហោះចម្បាំងរបស់ខ្លួននោះទៅកាន់តំបន់សមុទ្រក្រហមដោយផ្ដោតសំខាន់ទៅលើបេសកកម្មពាក់ព័ន្ធនឹងច្រកសមុទ្រ Strait of Hormuz ដែលជាចំណុចសំខាន់បំផុតមួយនៅសម្រាប់ការដឹកជញ្ជូនប្រេងនិងពាណិជ្ជកម្មទូចេញមកកាន់ពិភពលោកការសម្រេចចិត្តមួយនេះត្រូវបានគេមើលឃើញមួយថាជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសបារាំងនៅក្នុងការបង្កើននូវវត្តមានយោធានៅក្នុងតំបន់មជ្ឈមបូព៌ាគណៈដែលភាពតានតឹងរវាងប្រទេសអ៊ុយរ៉ង់និងលោកខាងលិចនៅតែបន្តកើនឡើងបើយោងទៅតាមប្រព័ន្ធយោធាគឺដែលនាវាផ្ទុកយន្តហោះរបស់ប្រទេសបារាំងនោះត្រូវបានបញ្ជូនចេញមកជាមួយនឹងនាវាចម្បាំងនិងប្រព័ន្ធការពារចម្រោះដើម្បីធានាបាននូវសុវត្ថិភាពនាវាចរនិងការការពារផ្លូវដឹកជញ្ជូនសំខាន់សម្រាប់បេសកកម្មមួយនេះគឺត្រូវបានផ្ដោតទៅលើការត្រួតពិនិត្យស្ថានភាពនៅតំបន់ Strait of Hormuz ដែលកន្លងមកបានក្លាយទៅជាចំណុចដ៏តានតឹងបំផុតនៅក្នុងវិបត្តិរវាងប្រទេសសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលទាក់ទងនឹងបណ្ដាប្រទេសសព្វនិមិត្តដូចគ្នាសម្រាប់ច្រកសមុទ្រ Strait of Hormuz នេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោកព្រោះតែប្រហែលជា 1/5 នៃប្រេងដែលយើងបានប្រើប្រាស់ហ្នឹងដែលបានជួញដូរទៅលើពិភពលោកត្រូវបានឆ្លងកាត់ទីនេះជារៀងរាល់ថ្ងៃហើយការរំខានឬក៏ការបិទនៅច្រកចេញចូលមួយនេះវាអាចធ្វើឲ្យតម្លៃប្រេងហ្នឹងបានឡើងខ្ពស់និងបង្កនៅវិបត្តិសេដ្ឋកិច្ចសកលដែលយើងបានជួបផ្ទាល់ដូចជាប្រទេសកម្ពុជាយើងក៏មានការកើនឡើងប្រេងខ្ពស់ជាងពីមុនហ្នឹងដែលយើងធ្លាប់ប្រើដូចគ្នាដូច្នេះហើយការបញ្ជូននៅកម្លាំងយោធារបស់ប្រទេសបារាំងនេះត្រូវបានគេមើលឃើញថាវាជាការបង្ហាញអំពីការព្រួយបារម្ភអំពីស្ថិរភាពនៅក្នុងតំបន់សម្រាប់អ្នកវិភាគក៏បានលើកឡើងបន្ថែមថាប្រទេសបារាំងកំពុងតែព្យាយាមបង្ហាញនៅទូនាទីជាអំណាចដែលទាក់ទងនឹងប្រទេសអឺរ៉ុបដែលអាចចូលរួមនៅផ្ទាល់នៅក្នុងការរក្សានៅសន្តិសុខអន្តរជាតិហើយការបញ្ជូននៅនាវាផ្ទុកយន្តហោះមិនមែនគ្រាន់តែជាសកម្មភាពយោធានោះទេប៉ុន្តែវាជាសារមួយទៅដល់នយោបាយដែលបញ្ជាក់ទៅកាន់ប្រទេសអ៊ីរ៉ង់និងប្រទេសដទៃទៀតថាអឺរ៉ុបក៏មានផលប្រយោជន៍សំខាន់នៅក្នុងការរក្សានៅសេរីភាពនាវាចរនេះដូចគ្នាសម្រាប់នៅក្នុងពេលតែមួយនេះដូចគ្នាគឺប្រទេសអ៊ីរ៉ង់ក៏បានបន្តបង្ហាញនៅអំណាចរបស់ខ្លួនទៅកាន់ឈូងសមុទ្រផាស៊ានដោយមានសម្ពាធយោធានិងការត្រួតពិនិត្យនៅចលនានានាដែលតាក់ទងនឹងនាវាដែលបានឆ្លងកាត់ពីបរទេសមកហើយកន្លងមកអ៊ីរ៉ង់ក៏បានគម្រាមបិទច្រកសមុទ្រ Strait of Hormuz នេះប្រសិនបើមានសម្ពាធយោធាឬក៏សេដ្ឋកិច្ចណាមួយបន្ថែមពីលោកខាងលិចបានដាក់សម្ពាធមកលើរូបខ្លួនហើយនេះក៏បានធ្វើឲ្យប្រទេសជាច្រើនហ្នឹងកាន់តែបង្កើននូវការប្រុងប្រយ័ត្នដូចគ្នាសម្រាប់ការបញ្ជូននៅនាវាផ្ទុកយន្តហោះរបស់ប្រទេសបារាំងនេះត្រូវបានឲ្យយើងឃើញថាក៏ដូចជាបានភ្ជាប់ជាមួយនឹងការសហការជាមួយនឹងសព្វនិមិត្តដូចជាសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសដែលនៅខាងអឺរ៉ុបហ្នឹងដែលមានប្រទេសចូលរួមផ្សេងៗទៀតហ្នឹងក៏បានចូលរួមដូចគ្នាហើយពួកគេចង់ធានាថាការដឹកជញ្ជូនប្រេងក៏ដូចជាពាណិជ្ជកម្មអន្តរជាតិនឹងអាចបន្តដំណើរបានដោយសុវត្ថិភាពទោះបីជាមានភាពតានតឹងក៏ដោយអ្នកជំនាញយោធាក៏បានបញ្ជាក់បន្ថែមថានាវាផ្ទុកយន្តហោះនេះគឺជាឧបករណ៍សំខាន់មួយសម្រាប់ការបង្ហាញនៅអំណាចព្រោះតែវាបានដឹកនាំនៅយន្តហោះចម្បាំងប្រព័ន្ធការពារនិងកម្លាំងយោធាជាច្រើនមកជាមួយហើយវាក៏បានប្រើប្រាស់សម្រាប់ការវាយប្រហារឬក៏ការការពារក៏ដូចជាការត្រួតពិនិត្យនៅតំបន់សមុទ្របាននៅក្នុងពេលតែមួយតែម្ដងនៅក្នុងផ្នែកសេដ្ឋកិច្ចក៏យើងបានយល់ឃើញថាដូចគ្នាដែលតកតនឹងព័ត៌មាននេះគឺបានធ្វើឲ្យទីផ្សារថាមពលមានការប្រែប្រួលព្រោះតែអ្នកវិនិយោគហ្នឹងកំពុងតែព្រួយបារម្ភថាការប្រមូលផ្ដុំកម្លាំងយោធាគឺវាអាចនាំឲ្យទៅរកការប៉ះទង្គិចថ្មីមួយដែលអ៊ីរ៉ង់យល់ឃើញថាប្រទេសនៅខាងអឺរ៉ុបហ្នឹងគេសង្កត់មកលើខ្លួនទោះជាយ៉ាងណាមួយផ្នែកក៏មើលឃើញថាវត្តមានយោធាបន្ថែមអាចជួយការពារនៅការរំខានទៅដល់ការផ្គត់ផ្គង់ប្រេងដូចគ្នាសម្រាប់ប្រជាជននៅក្នុងតំបន់មជ្ឈមបូព៌ាក៏កំពុងតែយកចិត្តទុកដាក់ហើយក៏តាមដានចង់ដឹងពីព័ត៌មាននេះដូចគ្នាព្រោះតែការកើនឡើងនៃវត្តមានយោធារបស់បរទេសនេះគឺអាចបង្កឲ្យមានភាពតានតឹងបន្ថែមហើយគណៈដែលមនុស្សមួយចំនួនហ្នឹងបានមើលឃើញថាវាជាការការពារសន្តិសុខនិងមួយចំនួនផ្សេងទៀតហ្នឹងបារម្ភថាវាអាចជាចំណុចចាប់ផ្ដើមនៃការប៉ះទង្គិចដ៏ធំមួយសម្រាប់អ្នកវិភាគអន្តរជាតិបានលើកឡើងថាការសម្រេចចិត្តរបស់ប្រទេសបារាំងអាចជាការបង្ហាញអំពីការផ្លាស់ប្ដូរនយោបាយការការពាររបស់អឺរ៉ុបក៏ដែលចង់ឲ្យមានទូនាទីឯករាជ្យនិងសកម្មជាងមុននៅក្នុងវិបត្តិអន្តរជាតិហើយវាក៏បានបង្ហាញថាបញ្ហានៃច្រក Strait of Hormuz នេះវាមិនមែនជាបញ្ហាតំបន់មជ្ឈមបូព៌ាតែប៉ុណ្ណោះទេប៉ុន្តែវាទាក់ទងឬក៏ជាបញ្ហារបស់សន្តិសុខសកលតែម្ដងសរុបមកវិញគឺការបញ្ជូននៅនាវាផ្ទុកយន្តហោះរបស់ប្រទេសបារាំងទៅកាន់ច្រកសមុទ្រ
ក្រហមនេះដោយផ្ដោតទៅលើបេសកកម្មនៅច្រកសមុទ្រសែនហរម៉ូនីបានបង្ហាញថាភាពតានតឹងនៅក្នុងតំបន់មួយនេះកំពុងតែក្លាយទៅជាបញ្ហាអន្តរជាតិដ៏ធំមួយហើយវាមិនត្រឹមតែពាក់ព័ន្ធនឹងយោធាតែប៉ុណ្ណោះទេតែវាថែមទាំងពាក់ព័ន្ធទៅដល់សេដ្ឋកិច្ចធម្មពលនិងស្ថិរភាពពិភពលោកទាំងមូលហើយយើងក៏កំពុងតែរងចាំមើលដែរថាតើវត្តមានយោធាបន្ថែមនេះវាអាចនឹងជួយរក្សាសន្តិភាពបានឬក៏អត់បន្ទាប់ពីមានការដាក់នៅនាវាក៏ដូចជាយន្តហោះចម្បាំងផ្សេងៗពីប្រទេសបារាំងទៅដូច្នេះនេះគ្រាន់តែជាព័ត៌មានសង្ខេបដែលយោងចេញពី friend24.com ហើយយើងក៏រងចាំទស្សនាមើលថាតើការចរចាក៏ដូចជាការដាក់នៅយោធាដើម្បីការពារច្រកសមុទ្រនេះអាចបន្ថយនៅភាពតានតឹងហើយអាចនឹងចរចាទៅដល់ឈានទៅរកការឲ្យមានសន្តិភាពណាមួយឬក៏អត់ដូច្នេះខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់នៅព័ត៌មានមួយនេះពីដើមដល់ចប់កុំភ្លេចជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបាននៅព័ត៌មានបន្ថែមថ្មីៗក៏ដូចជាទាន់ហេតុការណ៍